សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបធ្វើបង្កងខ្ទិះបែបងាយស្ហ័សបានញ៉ាំហើយឆ្ងាញ់ទៀតខ្ញុំដាំខ្ទិះមួយកំប៉ុងឲ្យពុះបន្ទាប់មកដាក់គ្រឿងគល់ស្លឹកគ្រៃបុកដាក់ម្សៅម្ទេសផ្លោកបងប្អូនបន្ទាប់មកដាក់ទឹកត្រីដាក់ស្ករសនិងម្សៅស៊ុបមាន់ហើយកូរឲ្យសព្វហើយក៏ភ្លក់មើលរសជាតិល្មមឬស្ទើរអីអញ្ចឹងថែមថយតាមក្រោយអញ្ចឹងណាបងប្អូនបន្ទាប់មកខ្ញុំក៏ដាក់ស្លឹកក្រូចសើចដើម្បីឲ្យខ្ទិះនឹងកាន់តែឈ្ងុយបងប្អូនបន្ទាប់មកក៏ដាក់បង្កងហ្នឹងលាងទឹកស្អាតកាត់ព្រុយកាត់កតុយអីបងប្អូនបានខ្ញុំយកមកឆាជាមួយនឹងខ្ទិះពេលដែលធ្វើបង្កងខ្ទិះហ្នឹងខ្ញុំនឹកឃើញដល់ម្ហូបតុកកាភ្លាមបងប្អូននឹកឃើញបង្កងខ្ទិះញ៉ាំមួយនំប៉័ងបងប្អូនឥឡូវដឹងមានម្ហូបបង្កងខ្ទិះញ៉ាំមួយនំប៉័ងនឹងទៀតអត់ដល់បងប្អូនឥឡូវខ្ញុំដាក់ស្ដែកដីឯងបងប្អូនដោយសារបង្កងខ្ទិះខ្ញុំនឹងឆ្អិនហើយអញ្ចឹងខ្ញុំដាក់ស្ដែកដីរួចជាការស្រេចជើញឆ្ងាញ់មួយខ្ញុំទាំងអស់គ្នាបងប្អូន